ដោយឡែកសង្គមខ្មែរក្រោមការត្រួតត្រារបស់បារាំងសម្បូរទៅដោយមូលហេតុដែលធ្វើឲ្យអ្នកចេះដឹងខ្មែរជាពិសេសអ្នកស្រកពួកមេខ្មែរក្រហមស្អប់ខ្ពើមបរទេសនិងប្រកាន់ពូជសាសន៍តាំងពីដើមមកស្រុកខ្មែរទាក់ទាញខ្លាំងជនជាតិបរទេសដែលជាទូទៅមើលឃើញថាខ្មែរជាប្រទេសមួយសុខក្សេមក្សាន្តនិងសម្បូរសប្បាយជាក់ស្ដែងនៅឆ្នាំ1850ជនជាតិបារាំងម្នាក់ឈ្មោះអង់រីមូអូក្រោយពីបានមកឃើញទឹកដីខ្មែរហើយសរសេររៀបរាប់ជាអាតថាមានត្រីច្រើនណាស់ដែលហែលមកជ្រកណែនណាន់តាន់តាប់ក្រោមទូករបស់យើងរហូតដល់បង្អាក់ចលនានៃច្រវាដែលយើងប្រើប្រាស់ដើម្បីអុំចែវទៅមុខម្ល៉េះហើយមិនមែនចៃដន្យឡើយដែលចិនបារាំងនិងក្រោយមកទៀតយួនណាំកើនចំនួនលឿនរហ័សនៅស្រុកខ្មែរឧទាហរណ៍ជាក់ស្ដែងនៅឆ្នាំ1863ពេលបារាំងផ្ដើមត្រួតត្រាស្រុកខ្មែរជនជាតិចិនមានចំនួនជាង100,000 នាក់គឺប្រមាណ 10% នៃប្រជាជនក្នុងស្រុកខ្មែរទាំងអស់កាលសម័យនោះចិនយកប្រពន្ធខ្មែរប៉ុន្តែស្រីខ្មែរកម្រយកប្តីយួនឬយកប្តីបារាំងណាស់ជនជាតិចិននិងជនជាតិយួនអាណាំដែលជួលមករស់នៅលើទឹកដីខ្មែរចាត់ទុកស្រុកខ្មែរជាឋានសួគ៌ជាទីដែលពួកគេអាចរកស៊ីឆាប់មានបាននិងអាចរស់នៅយ៉ាងស្រណុកសុខស្រួលត្បិតខ្មែរម្ចាស់ស្រុកជាទូទៅមិនមែនជាអ្នករកស៊ីរស់នៅតាមស្រុកស្រែចម្ការឆ្ងាយពីទីក្រុងហើយបញ្ជូនកូនទៅរៀននៅសាលាវត្តឲ្យបានចេះដឹងបន្តិចបន្តួចតែប៉ុណ្ណោះរហូតដល់ឆ្នាំ1970ឆ្នាំដែលសង្គ្រាមបានផ្ទុះឡើងអ្នកស្រុកស្រែចម្ការដែលមានចំនួនរហូតដល់ទៅ 85% នៃចំនួនប្រជាជនទាំងស្រុងភាគច្រើនសុទ្ធសឹងជាខ្មែរដែលក្រោយមកប៉ុលពតហៅថាខ្មែរដើមរាជទីក្រុងវិញជាពិភពផ្សេងជាឋានផ្សេងដែលសម្បូរទៅដោយជនជាតិបរទេសរស់នៅមានចិនខ្មែរកាត់ចិនយួននិងបារាំងខ្មែរដែលរស់នៅទីក្រុងគឺជារាជវង្សានុវង្សគ្រួសារបញ្ញវន្តមួយក្តាប់តូចនិងគ្រួសារមន្ត្រីតូចធំដែលបញ្ជូនកូនឲ្យទៅរៀននៅសាលាបារាំងនៅតាមទីក្រុងកាលចំនួននោះគេនិយាយបារាំងចិនយួនមិនចាំបាច់ចេះភាសាខ្មែរទេគឺនៅក្នុងបរិបទសង្គមសក្តិភូមិបែងចែកវណ្ណៈនេះហើយដែលពួកអ្នកចេះដឹងជាពិសេសអ្នកស្រកមេខ្មែរក្រហមសុទ្ធតែបានកត់សម្គាល់ឃើញថាស្រុកខ្មែរមិនមែនជាកម្មសិទ្ធិរបស់ខ្មែរដើមដែលជាម្ចាស់ស្រុកនោះទេសម្រាប់ពួកអនាគតមេកុម្មុយនីសខ្មែរទាំងនេះវិសមភាពពូជសាសន៍សង្គមនិងសេដ្ឋកិច្ចរវាងស្រុកស្រែចម្ការនិងទីក្រុងស្ដែងឲ្យឃើញនៅការជិះជាន់របស់ជនជាតិបរទេសមកលើជនជាតិខ្មែរជាក់ស្ដែងនៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនឆ្នាំ1955ហ៊ូយុនដែលក្រោយមកក្លាយជាមេខ្មែរក្រហមមួយរូបសរសេររៀបរាប់ពីប្រព័ន្ធនៃការរកស៊ីកេងប្រវ័ញ្ចខ្មែរដោយជនជាតិបរទេសបែបនេះថាជនជាតិបរទេសជាពិសេសជនជាតិចិនមានវត្តមាននៅគ្រប់ច្រកល្ហកនៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតើអ្វីទៅជោគវាសនារបស់កសិករខ្មែរនៅក្នុងបណ្ដាញសេដ្ឋកិច្ចដែលកាន់កាប់ដោយជនជាតិចិនគឺដូចសត្វល្អិតដែលជាប់ក្នុងអន្ទាក់ពីងពីងអីចឹងគឺនៅក្នុងបរិបទប្រវត្តិសាស្ត្រសម័យបារាំងត្រួតត្រាខ្មែរនេះហើយដែលពួកអនាគតមេខ្មែរក្រហមផ្ដើមមានមនសិការជាតិនិយមគឺជាជាតិនិយមស្អប់ខ្ពើមបរទេសជាតិនិយមប្រកាន់ពូជសាសន៍ជាតិនិយមចង់សម្រិតសម្រាំងយកតែខ្មែរសុទ្ធនៅក្នុងសង្គមថ្មីមួយគឺជាជាតិនិយមជ្រុលហួសហេតុដែលប៉ុលពតនិងបរិវារដាក់លីបញ្ចូលប៉ុន្មានទសវត្សរ៍ក្រោយមកទៅក្នុងមនោគមវិជ្ជាកុម្មុយនីសរបស់ពួកគេដូចបានលើកឡើងរួចហើយថាពួកអនាគតមេខ្មែរក្រហមដូចជាប៉ុលពតនួនជាអៀងសារីខៀវសំផនហ៊ូយុនហ៊ូនឹមឡាក់ដែលបានធំដឹងក្តីនិងបានផ្ដើមរៀនចេះដឹងនៅទសវត្សរ៍ទី40ក្នុងស្រុកខ្មែរក្រោមការត្រួតត្រារបស់បារាំងសុទ្ធតែមានមនសិការជាតិនិយមនៅក្នុងស្មារតី
ជាតិនិយមនីតិសោតរបស់ពួកគេកាលនោះមិនទាន់មានមូលដ្ឋានមនោគមវិជ្ជានិងនយោបាយអ្វីច្បាស់លាស់ឡើយពីព្រោះម្យ៉ាងពួកគេនៅក្មេងពេកនិងពីព្រោះម្យ៉ាងទៀតពួកគេមិនទាន់មានឱកាសធ្វើសកម្មភាពអ្វីមួយនៅឡើយទេពួកគេគ្រាន់តែមានស្មារតីស្នេហាជាតិនិងមានមនោសញ្ចេតនាស្អប់ខ្ពើមបរទេសឈ្លានពានដូចជាសៀមនិងយួននិងបរទេសអាណានិគមនិយមដូចជាបារាំងដែលកំពុងត្រួតត្រាស្រុកខ្មែរតែប៉ុណ្ណោះជាការពិតពួកក្មេងជំទង់មួយស្រកនេះដែលអ្នកខ្លះប៉ុន្មានទសវត្សរ៍ក្រោយមកคล้ายជាមេកុម្មុយនីសខ្មែរក្រហមសុទ្ធតែបានដឹងឮពីចលនាបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់តាំងពីបារាំងចាប់ផ្ដើមកាន់កាប់ស្រុកខ្មែរនៅឆ្នាំ1863មកឧទាហរណ៍ពួកគេសុទ្ធតែបានដឹងឮការនិយាយតគ្នាពីវីរភាពរបស់អាចារ្យស៊ូឬអាចារ្យស្វានៅឆ្នាំ1864 1865ពួកគេក៏សិតតែបានដឹងឮការនិយាយតគ្នាដែរពីវីរភាពរបស់ពូកំបោរដែលត្រូវបានបារាំងកាត់កយកក្បាលទៅដាក់តាំងជាសាធារណៈនៅសតវត្សទី19ចលនាអាចារ្យស៊ូនិងចលនាពូកំបោរទាក់ទាញអារម្មណ៍របស់ពួកអនាគតមេខ្មែរក្រហមខ្លាំងមែនទែនត្បិតចលនាទាំងពីរនេះប្រឆាំងនឹងបារាំងផងនិងប្រឆាំងនឹងស្ដេចខ្មែរផងក្រោយមកទៀតពួកអនាគតមេខ្មែរក្រហមក៏បានដឹងឮដែរពីវីរភាពនិងជាតិនិយមប្រឆាំងនឹងបារាំងរបស់សឿនង៉ុកថាញ់គឺសឿនង៉ុកថាញ់នេះហើយដែលបានលើកឡើងមុនគេបង្អស់ពីការទាមទារឯករាជ្យពីបារាំងនៅក្នុងទសវត្សរ៍ទី30សឿនង៉ុកថាញ់ជាខ្មែរក្រោមរៀនសូត្រចេះដឹងនៅសៃហ្គននិងនៅស្រុកបារាំងមុននឹងមករស់នៅភ្នំពេញដើម្បីបំពេញការងារនៅវិទ្យាស្ថានពុទ្ធសាស្ត្របណ្ឌិតនៅឆ្នាំ1937សឿនង៉ុកថាញ់បង្កើតកាសែតមួយជាភាសាខ្មែរមុនគេបង្អស់ឈ្មោះនគរវត្តសារព័ត៌មាននេះប្រឆាំងនឹងអាណានិគមនិយមប្រឆាំងនឹងបារាំងនិងទាមទារឯករាជ្យនិយមទន្ទឹមនេះតាមរយៈបទវិចារណកថារបស់ខ្លួននគរវត្តរបស់សឿនង៉ុកថាញ់ក៏ដាស់តឿនដែរឲ្យខ្មែរជួលធ្វើជំនួញដើម្បីប្រកួតប្រជែងនឹងចិនព្រមទាំងយួនដែលកាន់កាប់សេដ្ឋកិច្ចស្រុកខ្មែរសឹងទាំងស្រុងគឺទេសនៈជាតិនិយមនិងគំនិតស្អប់ខ្ពើមជនជាតិបរទេសនៅស្រុកខ្មែររបស់កាសែតនគរវត្តនេះហើយដែលធ្វើឲ្យសឿនង៉ុកថាញ់ល្បីល្បាញរហូតដល់ទាក់ទាញព្រះសង្ឃខ្មែរអ្នកចេះដឹងខ្មែរអ្នកអន់ចិត្តនឹងបារាំងដែលជួលចិត្តរើសយកជនជាតិយួនជាងជនជាតិខ្មែរមកបម្រើការងារនៅក្នុងរដ្ឋបាលសាធារណៈនៅឆ្នាំ1941ក្នុងសម័យសង្គ្រាមលោកលើកទី2នៅពេលដែលកងទ័ពជប៉ុនផ្ដើមជួលកាន់កាប់អាស៊ីអាគ្នេយ៍សឿនង៉ុកថាញ់ដែលបានទៅតាក់ទងជប៉ុនត្រូវបានអាជ្ញាធរបារាំងតាមចាប់ខ្លួននិងត្រូវបង្ខំចិត្តរត់គេចខ្លួនចេញពីស្រុកខ្មែរនៅខែមីនាឆ្នាំ1945ក្រោយពីបានចាប់ខ្លួនអាជ្ញាធរនិងជនជាតិបារាំងនៅស្រុកខ្មែរដាក់ពន្ធនាគាររួចហើយកងទ័ពជប៉ុនតម្រូវក្សត្រខ្មែរកាលនោះគឺព្រះបាទនរោត្តមសីហនុឲ្យប្រកាសឯករាជ្យនិងឲ្យតែងតាំងសឿនង៉ុកថាញ់ជារដ្ឋមន្ត្រីការបរទេសនិងបន្តមកទៀតជានាយករដ្ឋមន្ត្រីប៉ុន្តែក្រោយមកទៀតជប៉ុនចាញ់សង្គ្រាមនិងត្រូវចាកចេញពីអាស៊ីអាគ្នេយ៍រាយបារាំងវិលមកត្រួតត្រាស្រុកខ្មែរវិញហើយសឿនង៉ុកថាញ់គ្មានជំរឿនអ្វីផ្សេងក្រៅពីបន្តធ្វើនយោបាយនៅក្រៅស្រុកក្រោយសង្គ្រាមលោកលើកទី2និងក្នុងរយៈពេល15ឆ្នាំសឿនង៉ុកថាញ់មុនដំបូងចូលរួមជាមួយចលនាខ្មែរអ៊ីស្រាអែលដើម្បីប្រឆាំងបារាំងបន្ទាប់មកទៀតបង្កើតចលនាខ្មែរសេរីដើម្បីប្រឆាំងសម្ដេចសីហនុក្រោយពីស្រុកខ្មែរទទួលបានឯករាជ្យនៅឆ្នាំ1953ជាទូទៅសកម្មភាពនយោបាយរបស់សឿនង៉ុកថាញ់គ្មានលទ្ធផលអ្វីជាដុំកំភួនទេប៉ុន្តែជាតិនិយមនិងថែមទាំងគំនិតសាធារណរដ្ឋនិយមផងរបស់សឿនង៉ុកថាញ់ជាឥទ្ធិពលមិនតិចទេទៅលើអ្នកចេះដឹងខ្មែរស្រកពួកអនាគតមេខ្មែរក្រហម
ជាតិនិយមក្នុងនាមជាសកម្មភាពនយោបាយប្រឆាំងនឹងការត្រួតត្រារបស់បារាំងនៅស្រុកខ្មែរមានដង្ហើមនិងធម្មពលខ្លាំងឡើងវិញនៅក្រោយសង្គ្រាមលោកលើកទី2គឺនៅក្នុងចំណោមអ្នកជាតិនិយមចំនួនទី2នេះហើយដែលគេឃើញមានពួកអនាគតមេខ្មែរក្រហមមួយចំនួនហេតុអ្វីពីព្រោះក្នុងនាមជាសិស្សពូកែនិងជាអ្នកចេះដឹងខ្មែរមួយក្រុមដូចជាហ៊ូយុនខៀវសំផនអៀងសារីឡាក់ដែលក្រោយមកក្លាយជាមេកុម្មុយនីសខ្មែរក្រហមបានឆ្លងកាត់តាមវិទ្យាល័យខ្មែរបារាំងព្រះស៊ីសុវត្ថិដែលជាកន្លែងប្រមូលផ្ដុំពួកអ្នកជាតិនិយមប្រឆាំងនឹងបារាំងមែនទែនទៅចលនាជាតិនិយមនិងទាមទារឯករាជ្យនិយមនេះធ្វើសកម្មភាពនៅក្នុងសមាគមអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិសមាគមនេះក៏ទទួលឲ្យជួលជាសមាជិកផងដែរអ្នកចេះដឹងដែលមកពីសាលាផ្សេងក្នុងនោះរួមមានជាអាចសាឡុតសឬប៉ុលពតដែលចេញមកពីសាលាបច្ចេកទេសខាងអគ្គិសនីត្បិតរៀនមិនសូវពូកែគឺនៅក្នុងសមាគមអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិនេះហើយដែលប៉ុលពតចាប់ផ្ដើមមានមហិច្ឆតានយោបាយតាមរយៈការតស៊ូមតិការជជែកវែកញែកជុំវិញប្រវត្តិសាស្ត្រស្រុកខ្មែរទាំងនៅលើវិស័យនយោបាយសង្គមនិងសេដ្ឋកិច្ចទន្ទឹមនេះពួកអនាគតមេខ្មែរក្រហមមួយក្រុមនេះដែលនៅក្នុងទសវត្សរ៍ទី40ជាអ្នកចេះដឹងវ័យក្មេងមិនទាន់រៀនចប់នៅឡើយស្រាប់តែមានឱកាសជាប្រវត្តិសាស្ត្រជួលប្រឡូកក្នុងឆាកនយោបាយជាលើកទី1នៅឆ្នាំ1946កាលនោះជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបារាំងសម្រេចអនុញ្ញាតឲ្យខ្មែរបង្កើតគណៈបកនយោបាយដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសភាពិគ្រោះ3ខែមុនថ្ងៃបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី1កញ្ញាឆ្នាំ1946អ្នកអង្គម្ចាស់យុទ្ធិវង្សដែលបានវិលត្រឡប់ពីស្រុកបារាំងវិញក្រោយពីបានជាប់សញ្ញាបត្របណ្ឌិតរដ្ឋខាងរូបវិទ្យាក្លាយជាប្រធានបកប្រជាធិបតេយ្យគឺនៅជុំវិញបកប្រជាធិបតេយ្យនេះហើយនិងនៅជុំវិញអ្នកដឹកនាំក្រាក់មួយចំនួននៃបកដូចជាស៊ីមវ៉ាឈិនវ៉មនិងអ៊ីវកឹកដែលអ្នកចេះដឹងខ្មែរស្រកពួកអនាគតមេខ្មែរក្រហមបានមកប្រមូលផ្ដុំគ្នាទាំងនេះក៏ដោយសារតែគោលគំនិតនិងគុណតម្លៃរបស់បកប្រជាធិបតេយ្យទាក់ទាញពួកគេខ្លាំងរួមមានជាអាចការស្នេហាជាតិការទាមទារឯករាជ្យបារាំងតាមផ្លូវច្បាប់និងនយោបាយនិងការកែប្រែឲ្យរបបនយោបាយស្រុកខ្មែរคล้ายទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញម្ល៉េះហើយរហូតដល់ឆ្នាំ1946ពួកអនាគតមេខ្មែរក្រហមដូចជាប៉ុលពតអៀងសារីខៀវសំផនហ៊ូយុនហ៊ូនឹមឡាក់មិនទាន់ដឹងខ្យល់អ្វីទាំងអស់ពីទ្រឹស្ដីរបស់កាល់ម៉ាក់សនិងរបស់លេនីនផ្ទុយទៅវិញនៅវៀតណាមជិតខាងតាមរយៈបកកុម្មុយនីសឥណ្ឌូចិនបង្កើតឡើងនៅឆ្នាំ1930ហូជីមីនដែលបានរៀនចេះស្ទាត់រួចបាត់ទៅហើយមនោគមវិជ្ជាកុម្មុយនីសកំពុងធ្វើសកម្មភាពទ័ពព្រៃប្រឆាំងនឹងបារាំងគេត្រូវចាំរហូតដល់ឆ្នាំ1942ទើបឃើញការបង្កើតឡើងនៃសាខាកម្ពុជារបស់បកកុម្មុយនីសឥណ្ឌូចិនគឺអាចារ្យមានដែលយកឈ្មោះជាសឿនងុកមិញជាអ្នកបង្កើតសាខាកុម្មុយនីសកម្ពុជានេះឡើងឈ្មោះសឿនងុកមិញដែលកាលនោះមិនច្បាស់ជាបានអានឬបានរៀនទ្រឹស្ដីកុម្មុយនីសទេជាការច្របាច់បញ្ចូលគ្នារវាងសឿនងុកថាញ់និងហ៊ូជីមីនក្នុងគោលដៅទាញចំណេញពីភាពល្បីល្បាញខ្លាំងរបស់សឿនងុកថាញ់ក្នុងនាមជាបិតានៃជាតិនិយមខ្មែរប្រឆាំងនឹងបារាំងនេះរួមនៅឆ្នាំ1946តាមរយៈនិន្នាការរបស់ពួកគេទៅរកបកប្រជាធិបតេយ្យដឹកនាំដោយអ្នកអង្គម្ចាស់យុទ្ធិវង្សពួកអនាគតមេខ្មែរក្រហមប៉ុលពតអៀងសារីខៀវសំផនហ៊ូយុនហ៊ូនឹមឡាក់ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងទៅលើគោលគំនិតប្រជាធិបតេយ្យនាំចូលពីបារាំងនិងហាក់ដូចជានៅឃ្លាតឆ្ងាយណាស់ពីគោលគំនិតរបស់ Marx Lenin ប៉ុន្តែដោយបានលើកឡើងរួចហើយថាពួកអនាគតមេខ្មែរក្រហមទាំងនេះសុទ្ធសឹងជាអ្នកឈឺចាប់ដែលធំដឹងក្តីនៅក្នុងសង្គមសក្តិភូមិបែងចែកវណ្ណៈសុទ្ធសឹងជាអ្នកជាតិនិយមជ្រុលនិងប្រកាន់ពូជសាសន៍ត្បិតឃើញពួកបរទេសជិះជាន់ខ្មែរម្ចាស់ស្រុកម្ល៉េះហើយពួកអ្នកចេះដឹងវ័យក្មេងទាំងនេះ
ដែលត្រូវទៅបន្តការសិក្សានៅស្រុកបារាំងប៉ុន្មានឆ្នាំក្រោយមកមិនទាន់ដឹងខ្លួននៅឡើយទេថាពួកគេនឹងលង់ចិត្តក្នុងគំនិតបដិវត្តហិង្សានៃមនោគមវិជ្ជាកុម្មុយនីសខ្មែរក្រហមគឺជាឈ្មោះដែលសម្ដេចសីហនុបានប្រើប្រាស់មុនគេបង្អស់នៅខែវិច្ឆិកាឆ្នាំ1966សម្រាប់ចង្អុលមុខចលនាឆ្វេងនិយមមួយចិត្តស្និទ្ធនឹងអ្នកចេះដឹងខ្មែរប៉ុន្មានអ្នកដែលភាគច្រើនសុទ្ធតែបានទៅសិក្សានៅស្រុកបារាំងក្នុងនោះរួមមានជាអាចខៀវសំផនហ៊ូយុនហ៊ូនឹមអៀងសេរីសុនសេនខៀវប៉ុណ្ណារីខៀវធីរិតជាដើមពាក្យខ្មែរក្រហមនេះនឹងច្បាស់ជាគ្មានន័យអ្វីសោះឡើយបើសិនជាខួរក្បាលរបស់ពួកអ្នកចេះដឹងមួយក្រុមនេះមិនដិតដាមដោយលទ្ធិម៉ាក់ស្លេនីនយ៉ាងជោគជាំទេនោះត្បិតកាលសម័យនោះសម្ដេចសីហនុទ្រង់បានហៅអ្នករាជានិយមថាជាខ្មែរសអ្នកសាធារណរដ្ឋនិយមថាជាខ្មែរខៀវនិងអ្នកកុម្មុយនីសនិយមថាជាខ្មែរក្រហមតើហេតុអ្វីបានជាអ្នកចេះដឹងខ្មែរមួយក្រុមនេះដែលដូចបានលើកឡើងរួចហើយសុទ្ធតែជាអ្នកជាតិនិយមជ្រុលคล้ายជាកុម្មុយនីសពេលកំពុងរៀនសូត្រនៅស្រុកបារាំងក្នុងចន្លោះចុងទសវត្ស1940និងដើមទសវត្ស1950ជាបឋមគួរបញ្ជាក់ថាមានព្រឹត្តិការណ៍ពីរដែលបានបើកលទ្ធភាពឲ្យពួកអនាគតមេខ្មែរក្រហមអាចចេញទៅសិក្សានៅស្រុកបារាំងក្រោយសង្គ្រាមលោកលើកទី2ព្រឹត្តិការណ៍ទី1គឺកងទ័ពវៀតមិញដឹកនាំដោយហ៊ូជីមិញបង្កើនសកម្មភាពឧទាមខ្លាំងឡើងនៅលើទឹកដីវៀតណាមដើម្បីបណ្ដេញបារាំងចេញពីឥណ្ឌូចិននិងដើម្បីទាមទារឯករាជ្យនៅក្នុងបរិបទបែបនេះអាជ្ញាធរអាណានិគមបារាំងសម្រេចចិត្តឈប់បញ្ជូនសិស្សពូកែដែលបញ្ចប់ថ្នាក់វិទ្យាល័យនៅស្រុកខ្មែរទៅរៀននៅវៀតណាមទៀតឡើយហើយក្នុងគោលដៅបញ្ជៀសអ្នកចេះដឹងខ្មែរឲ្យនៅឆ្ងាយពីពួកវៀតមិញបារាំងសម្រេចចិត្តបញ្ជូនពួកគេទៅបន្តការសិក្សានៅស្រុកបារាំងវិញម្ដងរាយព្រឹត្តិការណ៍ទី2វិញដែលបានបើកឱកាសឲ្យពួកអនាគតមេខ្មែរក្រហមចេញទៅរៀននៅស្រុកបារាំងគឺអាជ្ញាធរអាណានិគមបារាំងនិងសម្ដេចសីហនុផ្ដើមធ្វើទុកបុកម្នេញទៅលើបកប្រជាធិបតេយ្យដែលបានឈ្នះឆ្នោតសភាពិគ្រោះនៅឆ្នាំ1946និងដែលទាមទារចង់បានឯករាជ្យពីបារាំងនិងការកែប្រែរបបនយោបាយស្រុកខ្មែរឲ្យទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញម្ល៉េះហើយពួកសិស្សពូកែក្នុងនោះមានទាំងពួកអនាគតមេខ្មែរក្រហមផងដែលបាននាំគ្នាគាំទ្របកប្រជាធិបតេយ្យក្រោយសង្គ្រាមលោកលើកទី2បាក់ទឹកចិត្តខ្លាំងបាត់បង់អស់ជំនឿលើពាក្យសន្យារបស់បារាំងគុំគួនខ្លាំងរាជបល្ល័ង្កនិងសម្រេចចិត្តសុំអាហារូបករណ៍ទៅរៀននៅស្រុកបារាំងដើម្បីចាកចេញឲ្យផុតពីស្រុកខ្មែរក្នុងចំណោមពួកអ្នកចេះដឹងខ្មែរក្មេងៗដែលបានចេញទៅសិក្សានៅប្រទេសបារាំងមុនគេក្រោយសង្គ្រាមលោកលើកទី2ពោលគឺនៅចន្លោះឆ្នាំ1946 1947មានបុគ្គល2នាក់ដែលប៉ុន្មានឆ្នាំក្រោយមកជាឥទ្ធិពលខ្លាំងលើផ្នត់គំនិតឆ្វេងនិយមជ្រុលនិងជាតិនិយមជ្រុលរបស់ពួកអនាគតមេខ្មែរក្រហមនោះគឺជួនមុំនិងកេងវ៉ាន់សាក់ជួនមុំដែលបានទៅដល់បារាំងមុនពួកអនាគតមេខ្មែរក្រហមនិងដែលក្រោយមកក្លាយជាបណ្ឌិតគណិតវិទ្យានៃសាលាពហុបច្ចេកទេសដ៏ល្បីល្បាញនៅប៉ារីស École Polytechnique ពិតជាបានអានសៀវភៅ Le Manifeste du Parti Communiste របស់ Marx និងមានទំនាក់ទំនងជាមួយបកកុម្មុយនីសបារាំងរីឯខេងវ៉ាន់សាក់វិញដែលកាលចំនួននោះរៀនទស្សនវិជ្ជាមិនមែនជាកុម្មុយនីសទេតែជាអ្នកជាតិនិយមនិងឆ្វេងនិយមប្រឆាំងនឹងរាជានិយមគឺពួកនិស្សិតខ្មែរស្រកជួនមុំនិងកេងវ៉ាន់សាក់នេះហើយដែលបានបង្កើតសមាគមនិស្សិតខ្មែរ Association des étudiants khmer ហៅកាត់ថា AEK ជាលើកទី1បង្អស់នៅចុងឆ្នាំ1946លើទឹកដីបារាំងដើម្បីជួយសម្រួលជីវភាពរបស់ពួកអ្នកចេះដឹងក្មេងៗដែលរៀននៅស្រុកបារាំងឬទើបដាក់ជើងជន់ទឹកដីបារាំងសមាគម AEK ចេញផ្សាយជាប្រចាំទេសនាវដ្តីរបស់គេដែលមានឈ្មោះថា
ខេមរៈនិស្សិតនៅក្នុងនេះពួកអនាគតមេខ្មែរក្រហមដែលទៅដល់ស្រុកបារាំងក្នុងចន្លោះឆ្នាំ1949 1950ដូចជាសឡុតសអៀងសេរីហ៊ូយុនខៀវសំផនសុនសែនឡាក់សុទ្ធតែមានទំនាក់ទំនងជាមួយជួនមុំនិងគីងវ៉ាន់សាក់អញ្ចឹងហើយបានជា David Chandler អះអាងក្នុងសៀវភៅ Pol Pot Brother Number 1 ថាគំនិតនយោបាយមួយចំនួនរបស់ពួកអនាគតមេខ្មែរក្រហមរួមទាំងទ្រឹស្ដីកុម្មុយនីសផងគឺទទួលឥទ្ធិពលឬទទួលការជួយជ្រោមជ្រែងពីគីងវ៉ាន់សាក់និងជួនមុំជាការពិតមុនទៅដល់ស្រុកបារាំងពួកអនាគតមេខ្មែរក្រហមមិនទាន់ដឹងខ្យល់អ្វីទេពីលទ្ធិ Marx Lenin ប៉ុន្តែដូចបានលើកឡើងរួចហើយថាអ្នកចេះដឹងក្មេងៗមួយក្រុមនេះធ្លាប់បានជួលប្រឡូកក្នុងឆាកនយោបាយខ្មែរចាប់ផ្ដើមពីឆ្នាំ1946មកជាមួយបកប្រជាធិបតេយ្យនិងមានគំនិតដើមរួមគ្នាមួយចំនួនរួចស្រេចទៅហើយឧទាហរណ៍ពួកគេមានគំនិតជាតិនិយមជ្រុលដែលចង់រំដោះប្រជារាស្ត្រក្រីក្រចេញពីការសង្កត់សង្កិនរបស់ឈ្មួញបរទេសនិងចង់រំដោះប្រទេសកម្ពុជាចេញពីក្រញាំអាណានិគមបារាំងម្ល៉េះហើយភ្លាមក្រោយពីទៅដល់ស្រុកបារាំងពួកអនាគតមេខ្មែរក្រហមជួយជ្រោមជ្រែងដោយជួនមុំនិងគីងវ៉ាន់សាក់តែងតែរួមប្រជុំគ្នានៅក្នុងផ្ទះរបស់គីងវ៉ាន់សាក់ដើម្បីជជែកវែកញែកពីបញ្ហានយោបាយស្រុកខ្មែរម្ល៉េះហើយដែរបានជាចាប់ពីឆ្នាំ1950ទៅជំលោះនយោបាយចាប់ផ្ដើមកកើតឡើងនៅក្នុងសមាគមនិស្សិតខ្មែរ AEK ជាក់ស្ដែងបើយោងទៅតាមសៀវភៅ Le Mal Cambodgien របស់ Marie-Alexandrine Martin នៅក្នុងឱកាសសន្និបាតសមាគម AEK ថ្ងៃទី1វិច្ឆិកាឆ្នាំ1950ប្រធានសមាគមចំនួននោះបានលើកឡើងពីភាពតានតឹងនៅក្នុងចំណោមសមាជិកនិងបានអំពាវនាវឲ្យនិស្សិតទាំងអស់ផ្ដល់តម្លៃដល់ឯកភាពដោយប្រកាន់យកនូវការអត់ធ្មត់និងការយោគយល់គ្នាជាធំទន្ទឹមនេះពួកអនាគតមេខ្មែរក្រមទាំងនេះដែលជាក្រុមនិស្សិតឆ្វេងនិយមជ្រុលចាប់ផ្ដើមមានទំនាក់ទំនងជាមួយពួកកុម្មុយនីសបារាំងតាមរយៈអន្តរាគមន៍របស់ជួនមុំបានចូលជាសមាជិករបស់បកកុម្មុយនីសបារាំងនៅឆ្នាំ1951ហើយបើយោងទៅតាមសៀវភៅរបស់ David Chandler ក្រុមចំណងជើងថា Pol Pot Brother Number 1គឺប្រហែលជាជួនមុំនេះហើយដែលបាននាំពួកអនាគតមេខ្មែរក្រហមមួយចំនួនដូចជាអៀងសេរីនិងសឡុតសជាដើមឲ្យចូលក្នុងបកកុម្មុយនីសបារាំងម្ល៉េះហើយមិនមែនចៃដន្យទេដែលពួកអនាគតមេខ្មែរក្រហមទាំងនេះក្រោមគំនិតផ្ដួចផ្ដើមឡើងរបស់អៀងសេរីបានសម្រេចចិត្តដាក់ឈ្មោះក្រុមពួកគេថាជាក្រុម Marxist ឬ Cercle Marxist នៅក្នុងឆ្នាំ1951យោងទៅតាមអៀងសេរីដែលអ្នកសារព័ត៌មានអាមេរិក Elizabeth Baker បានជួបសម្ភាសគឺ Maurice Torres អគ្គលេខាធិការបកកុម្មុយនីសបារាំងជំនាន់នោះផ្ទាល់តែម្ដងដែលបានលើកទឹកចិត្តឲ្យបង្កើតក្រុមនិស្សិតខ្មែរ Marxist នេះឡើងដើម្បីរៀនសូត្រទ្រឹស្ដីកុម្មុយនីសពីបកកុម្មុយនីសបារាំងពួកអនាគតមេខ្មែរក្រហមស្រូបយកបានគោលគំនិត3ធំដែលស៊ីចង្វាក់គ្នានឹងឧត្តមគតិរបស់ពួកគេទី1គឺលទ្ធិ Marx Lenin ទី2គឺការប្រឆាំងនឹងអាណានិគមនិយមនិងទី3គឺការប្រឆាំងនឹងចក្រពត្តិនិយមអាមេរិកលទ្ធិ Marx Lenin ស៊ីគ្នានឹងគំនិតជាតិនិយមមួយបែបរបស់ពួកអនាគតមេខ្មែរក្រហមនៅត្រង់ថា Lenin បកស្រាយទ្រឹស្ដីរបស់ Marx ឲ្យស្របទៅតាមការចាំបាច់នៃការធ្វើបដិវត្តសកលលោកដើម្បីរំដោះវណ្ណៈអធនតាមរយៈការវាយរំលំរបបមូលធននិយមរីឯគំនិតជាតិនិយមជ្រុលមួយបែបរបស់ពួកអនាគតមេខ្មែរក្រហមវិញចង់រំដោះកសិករនិងកម្មករខ្មែរឲ្យចេញផុតពីការសង្កត់សង្កិនរបស់ឈ្មួញបរទេសនិងពីការសង្កត់សង្កិនរបស់រាជានិយមខ្មែរដែលពួកគេចោទថាបានបើកផ្លូវឲ្យពួកអាណានិគមបារាំងចូលមកធ្វើបាបប្រជាជនខ្មែរដោយឡែកបកកុម្មុយនីសបារាំងដែលក្រោយសង្គ្រាមលោកលើកទី2បានคล้ายជាបកប្រកបដោយឥទ្ធិពលខ្លាំងជាងគេនៅក្នុងប្រទេសបារាំងប្រឆាំងនឹងអាណានិគមនិយមនិងអំពាវនាវឲ្យមានសាមគ្គីធម៌អន្តរជាតិ
រវាងពួកកុម្មុយនីសនៃគ្រប់បណ្ដាប្រទេសដើម្បីរំដោះប្រទេសក្រីក្រនិងខ្សត់ខ្សោយចេញពីក្រញាំអាណានិគមនិយមពីបកគុំនីបារាំងពួកអនាគតមេខ្មែរក្រហមក៏ស្រូបយកបានដែរការចេះស្អប់ខ្ពើមចក្រពត្តិនិយមអាមេរិកត្បិតម្យ៉ាងអាមេរិកជាសត្រូវរបស់សូវៀតកុម្មុយនីសនិងរបស់ចិនកុម្មុយនីសម្យ៉ាងទៀតអាមេរិកនៅដើមទសវត្សរ៍1950កំពុងធ្វើសង្គ្រាមនៅកូរ៉េសម្រាប់បកកុម្មុយនីបារាំងនិងកាសែត L'Humanité របស់បកកុម្មុយនីបារាំងសង្គ្រាមកូរ៉េគឺជានយោបាយឈ្លានពានរបស់ចក្រពត្តិនិយមអាមេរិកតាំងពីពេលនោះមកការស្អប់ខ្ពើមចក្រពត្តិនិយមអាមេរិកផ្ដើមដក់ជាប់ក្នុងអារម្មណ៍របស់ពួកអនាគតមេខ្មែរក្រហមវាคล้ายជាគំនុំស៊ីសាច់ហុតឈាមនៅពេលដែលសង្គ្រាមឥណ្ឌូចិនទី2រវាងពួកទ័ពព្រៃកុម្មុយនីសនិងអាមេរិកផ្ទុះឡើងប៉ុន្មានឆ្នាំក្រោយមកដើមដំបូងនៅវៀតណាមនិងក្រោយមកទៀតនៅកម្ពុជានិងនៅឡាវ